ទល់មាត់ស្ទឹងຂនាតវិឡា12គុណនឹង100នេះនៅលើផ្លូវមាត់ស្ទឹងតណោះទៅបន្តិចបត់ឆ្វេង200ម៉ែត្រគឺដល់ផ្សារប្រយោជន៍តែម្ដងនេះចាក់ហើយស្មើផ្លឹង12គុណនឹង100ប្លង់រឹងបែរដាក់ស្ទឹងតនេះបងប្អូនឃើញថាមានផ្ទះប៉ុន្តែអត់ទៀតប្លង់ទេណាបងប្អូនតបពីនេះទៅគឺស្ទឹងក្បែរនឹងពលានថ្មីបងប្អូនណាតនេះភូមិសាស្ត្រគឺទៅចេះគឺផ្សារប្រយោជន៍តែម្ដងដីយើងគឺ12គុណ100មានលបងសងខាងចាក់ពោះហើយស្រាប់ផ្លូវបេតុងបែបនេះទល់មុខស្ទឹងតែ250000ទេបងប្អូនគាត់លក់ក្នុងមួយការ៉េចំនួនរងរឿងគឺ350 300ជាងបងប្អូនណាឥឡូវនេះលក់តែ$215ក្នុង1ម៉ែត្រការ៉េក្បាល12បដោយ100ក្នុងការ៉េគឺ1194ម៉ែត្រការ៉េយើងគុណទៅគឺ$256,000ជាងបងប្អូនណាអញ្ចឹងទឹកភូមិសាស្ត្របងប្អូនត្រូវការដីខ្នាតវិឡាសង់វិឡានៅម្ដុំគៀកទៅពលានថ្មីតនេះចេញទៅស្ពានដើមលៀបទៅក្រោយប្រទេសសម្ដេចហ៊ុនសែនតនេះចេញទៅគឺផ្សារប្រៃហូគៀកទៅពលានថ្មីបងប្អូនណាជាពិសេសខ្នាតវិឡាមានលបងសងខាងបែបនេះចាក់ដីខ្ពស់ហើយស្រាប់គឺវែងល្អនេះបដោយ100ស្មើមុខស្មើក្រោយស្មើជ្រុងល្អចាក់ខ្ពស់ហើយស្រាប់គៀកនឹងពលានថ្មីទៅអញ្ចេះក៏ដល់ពលានថ្មីទៅអញ្ចេះក៏ពលានថ្មីផាយជាប្រហែលគីឡូពីពលានថ្មីហ្នឹងភូមិសាស្ត្រប្រៃហូបងប្អូនដឹងហើយគឺអ៊ូអហើយអត់ឆ្ងាយទេបងប្អូនណានេះប្រទីសម្ដេចនៅខាងនេះអញ្ចឹងបងប្អូនចាប់អារម្មណ៍ធ្វើការណាត់មើលទីតាំងចរចាតម្លៃបានបងប្អូនណាបញ្ជាក់ម្ដងទៀត$215ក្នុង1ម៉ែត្រការ៉េសម្រាប់តម្លៃបច្ចុប្បន្នដែលពីមុនគាត់កាត់សិតតែ300ជាងបងប្អូនណាជំនាន់សម័យការរងរឿងគាត់កាត់សិតតែ300ជាងក្នុង1ម៉ែត្រការ៉េអញ្ចឹង12គុណ100ទល់មុខនឹងស្ទឹងប្រៃហូបងប្អូនណាអានេះស្ទឹងប្រៃថ្នោតតើនេះយើងឃើញថាមានផ្ទះមែនតែអត់មានប្លង់ទេបងប្អូនណាអញ្ចឹងយើងអាចយល់ថាវាទល់មុខស្ទឹងអញ្ចឹងបងប្អូនចាប់អារម្មណ៍ធ្វើការណាត់មើលទីតាំងចរចាតម្លៃបានណាខ្នាតវិឡាផ្លូវអ៊ូអតំណោះផ្សារបៃហូតំណោះស្ពានដើមលៀបទៅប្រទេសសម្ដេចហ៊ុនសែនគៀកនឹងពលានថ្មីនៅខាងនោះចាប់អារម្មណ៍ធ្វើការណាត់មើលទីតាំងចរចាតម្លៃបានគ្រប់